ទីមួយយើងកាប់ដើមចេញពីគល់ដំឡូងខ្លាំងដល់ដឹងពិសាខារបាវហើយនៅនេះកម្លាំងហ្នឹងតមកទី2ចងដើមជាបាច់អញ្ចឹងដើម្បីយើងស្រួលយកទៅដាំបន្តស្រួលនឹងការទុកដាក់អញ្ចឹងឯងហើយតមកទី3យើងកោះមើលចេញពីក្នុងដីប្រើឧបករណ៍កោះនេះភាគងាយស្រួលជាងដោយសារតលោកយើងមិនបានពួនជារងទេយើងកម្មដៅដាំអញ្ចឹងអូខេតមកទី4កាប់មើមចេញយើងផ្លះមើមវាទី5ច្រកដាក់ករងដាក់កន្លះទៅស្រុកយើងលើកស្រួលកុំឲ្យធន់ពេកទី6យើងចាប់ដើមលើកវាដាក់តាមគោយន្តទៅទី7ដាក់ចូលម៉ាស៊ីនចិញ្ច្រាំវាមានភាពរហ័សងាយស្រួលជាងសម្រាប់ទុកកម្លាំងពលកម្មបានច្រើនឃើញថាដំឡូងដាក់ទៅមួយក្រងចិញ្ច្រាំមួយផ្លែតមិនដល់ជា5នាទីផងអស់ហើយទី8យើងហាលសម្ងួតវារយៈពេល1សប្តាហ៍ទើបអាចកាប់បានទី9យើងកើបច្រកដាក់ករងហើយការកើបហ្នឹងមួយបាវយ៉ាងហោចបំផុតក៏90ទៅ100គីឡូដែរទី10យើងដេរមាត់ករងយកបាវចាស់ដាក់ធ្វើប្រាប់ឆ្នុកមាត់វាហើយយើងដេរភ្ជាប់ទៅជាការស្រេច